សួស្តីខ្ញុំអាចជួយអ្វីបានទេបាទតើអ្នកអាចប្រាប់ខ្ញុំបានទេតើធ្វើបែបណាទើបអាចរកលុយបានអំពី TikTok ការរកលុយពី TikTok មានច្រើនវិធីណាស់ដូចជាការធ្វើវីដេអូផ្សព្វផ្សាយផលិតផលការចូលរួមកម្មវិធី TikTok Creator Fund ឬក៏ការ live ដើម្បីទទួលបានកាដូពីអ្នកទស្សនាតើអ្នកចាប់អារម្មណ៍លើវិធីមួយណាជាងគេចុះតើនៅប្រទេសកម្ពុជាអាចរកលុយបានពី TikTok ដែរឬទេបាទនៅប្រទេសកម្ពុជាក៏អាចរកលុយពី TikTok បានដែរខ្ញុំឃើញមាន Channel TikTok ខ្មែរជាច្រើនដែលគាត់រកលុយបានតាមរយៈការធ្វើវីដេអូផ្សព្វផ្សាយផលិតផលឬក៏ការចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗរបស់ TikTok តើអ្នកចង់ដឹងពីវិធីរកលុយមួយណាច្បាស់ជាងគេបាទសូមគោរពជំរាបសួរបងប្អូនអរគ្នាសម្រាប់វីដេអូនេះខ្ញុំនឹងមកបង្ហាញក៏ដូចជាចែកចំណុចទៅដល់បងប្អូនថ្មីទាក់ទងជាមួយនឹង AI ឬក៏ Google Gemini ដោយសារតែបងប្អូនមួយចំនួនក៏អត់ដឹងថាបច្ចុប្បន្ននេះគឺ AI អាចប្រស្រ័យទាក់ទងដោយប្រើប្រាស់ភាសាខ្មែរហើយយើងអាចមានជាសំណួរចម្លើយឬក៏យើងចង់ដឹងទៅលើអ្វីមួយអញ្ចឹងគឺ AI អាចធ្វើការជួយដោះស្រាយឬក៏ឆ្លើយលើសំណួរដែលយើងមានចម្ងល់បានណាសម្រាប់បងប្អូនអរគ្នាអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំនឹងមកបង្ហាញក៏ដូចជាចែកម្លែកដល់បងប្អូនទាំងអស់គ្នាថាធ្វើបែបណាទើបអាចឲ្យ AI និយាយជាភាសាខ្មែរបានណាខ្ញុំដោះស្រាយក៏ដូចជាចែកម្លែកដល់បងប្អូនថ្មីសង្ឃឹមថាបងប្អូនដែលបានទស្សនាវីដេអូនេះហើយនឹងចូលចិត្តក៏ដូចជាស្រឡាញ់ពេញចិត្តការចែកវីដេអូនេះហើយបងប្អូនក៏កុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំចុចបើករូបកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតបាទចឹងតោះខ្ញុំកុំឲ្យខាត់ពេលវេលាបងប្អូនយូរខ្ញុំទៅប្រាប់បងប្អូនតែម្ដងចឹងជាចំណុចដំបូងគឺបងប្អូនត្រូវមានកម្មវិធីមួយដែលមានឈ្មោះថា Gemini ណានេះបងប្អូនឃើញនេះកម្មវិធី Gemini បាទចឹងកម្មវិធីនេះតាមរយៈ Play Store ទូរស័ព្ទដៃដែលបងប្អូនប្រើជាមួយនឹង Android គឺបងប្អូនអាចចូលទៅកាន់ Play Store ឬក៏ App Store ទៅតាមប្រភេទទូរស័ព្ទ iOS បាទប៉ុន្តែខ្ញុំធ្វើនេះគឺនៅលើ Play Store ហើយយើងចូលកន្លែង search មកហើយបងប្អូនត្រូវមានកម្មវិធីពាក្យឈ្មោះថា Gemini ណាបាទជាប្រភេទកម្មវិធី Google បាទណាបាទអញ្ចឹងនេះកម្មវិធីនេះហើយវាតម្រូវខ្ញុំអាប់ដេតដែរប៉ុន្តែខ្ញុំអត់ទាន់អាប់ដេតទេដោយសារតែនេះជាវីដេអូបង្ហាញខ្ញុំគ្រាន់តែចែកម្លែកបងប្អូនដឹងនេះណាបងប្អូនណាបាទបងប្អូនមើល logo របស់វាបាទអញ្ចឹងបងប្អូនធ្វើការដំឡើងមកណាបាទអញ្ចឹងខ្ញុំដំឡើងរួចហើយបាទអញ្ចឹងខ្ញុំចូលទៅកាន់កម្មវិធីនឹងតែម្ដងណាបាទនេះបងប្អូនចូលមក Google Gemini បាទខ្ញុំសូមធ្វើការឲ្យបងប្អូនធ្វើការ log in ជាមួយនឹង account ណាខ្ញុំសូមធ្វើការលាក់ជាមួយនឹងអូខេអត់អីទេខ្ញុំនេះចឹងទៅខ្ញុំនឹងបាំងនៅពេលនេះបាទអញ្ចឹងបងប្អូនប្រើប្រាស់ជាមួយនឹង Gmail មួយណាក៏បានដែរបាទបាទចឹងបងប្អូនធ្វើការ log in ណាអញ្ចឹងទៅបងប្អូនអត់ទាន់ log in ជាមួយនឹង Gmail ឬក៏ email បងប្អូនទេបងប្អូនឃើញរូប profile នេះណាជារូប email របស់ខ្ញុំបាទអញ្ចឹងបងប្អូនដើម្បីឲ្យ Gemini និយាយជាភាសាខ្មែរជាមួយយើងបានបងប្អូនត្រូវចុចមកចំណុចនេះណានេះចុចមកចំណុចនេះមកបាទបាទសួស្តីសួស្តីសួស្តីតើខ្ញុំអាចជួយអ្វីបានណាបាទអញ្ចឹងនៅពេលដែលវាលោតមកបែបនេះហើយអូខេវាលោតមកបែបនេះហើយបងប្អូនចង់ឲ្យមានទម្រង់តួអក្សរលោតតាមពាក្យនិយាយរបស់ AI គឺបងប្អូនត្រូវចុចបើកចំណុចនេះណាបាទសួស្តីខ្ញុំរីករាយដែលបានជួយតើអ្នកមានបញ្ហាអ្វីជាមួយនឹងការបើកចំណុចនោះបាទតើខ្ញុំអាចសួរជាសំណួរខ្លះៗទៅកាន់អ្នកបានទេបាទជាការរីករាយណាសូមថាមកមើលបាទតើសម្រាប់ TikTok ធ្វើបែបណាទើបទទួលបានការលេងទទួលបានបេះដូងច្រើននៅលើ TikTok ដើម្បីទទួលបានការលេងនិងបេះដូងច្រើននៅលើ TikTok អ្នកអាចឡងធ្វើតាមគន្លឹះខាងក្រោមនេះ 1. បង្កើតវីដេអូដែលមានគុណភាពខ្ពស់និងច្នៃប្រឌិត
2. ប្រើប្រាស់សំឡេងនិង hashtag ដែល seeding 3. ចូលរួមក្នុង challenge ដែលកំពុងពេញនិយម 4. ធ្វើការតាក់ទងជាមួយអ្នកលេង TikTok ផ្សេងៗទៀត 5. បង្ហោះវីដេអូជាប្រចាំនិងទៀងទាត់ 6. ប្រើប្រាស់រូបភាពនិងវីដេអូដែលទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាអ្នកអាចលេង TikTok បាននៅក្នុងប្រទេសកម្ពុជាតើអ្នកមានសំណួរអីមួយទៀតទេ ចុះថាតើប្រទេសកម្ពុជាអាចរកលុយបានតាមរយៈ TikTok ដែរឬទេ បាទប្រទេសកម្ពុជាអាចរកលុយបានតាមរយៈ TikTok ដែរតើមានមធ្យោបាយជាច្រើនដូចជាការ live ផ្ទាល់ការចូលរួមជាមួយ Marcos ការផ្សាយពាណិជ្ជកម្មនិងការលក់ផលិតផលដោយខ្លួនឯងតើអ្នកចង់សិក្សាបន្ថែមអំពីមធ្យោបាយមួយណា បាទនៅពេលដែលបងប្អូនធ្វើការសន្ទនាឬក៏សួរជាសំណួរផ្សេងៗឲ្យបងប្អូនចង់បញ្ចប់គឺបងប្អូនចុចលើសញ្ញាខ្វែងនេះណាដើម្បីយើងបញ្ចប់ការសន្ទនាបាទហើយបើសិនជាបងប្អូនត្រូវការសន្ទនាបន្ថែមគឺបងប្អូនត្រូវចុចមកទៅនេះណាបាទចុចមកទៅនេះមកបាទហើយបងប្អូនអាចធ្វើការសន្ទនាបានហើយណាបាទអញ្ចឹងមានប៉ុណ្ណឹងណាតែក្នុងករណីដែលបងប្អូនមិនអាចមិនអាចនិយាយជាភាសាខ្មែរឬក៏ AI មិនអាចនិយាយភាសាខ្មែរបានគឺបងប្អូនគ្រាន់តែស្នើព្រោះមានជាមួយនឹង email ខ្លះវាចាប់ផ្ដើមមកជាមួយនឹងភាសាផ្សេងអាចជាភាសាកូរ៉េថៃអង់គ្លេសអញ្ចឹងទៅចឹងបងប្អូនស្នើតើអ្នកអាចនិយាយជាភាសាខ្មែរបានទេវានឹងបដូរភាសាជាមួយនឹងការសន្ទនារបស់យើងតែម្ដងបាទអញ្ចឹងសម្រាប់ការចែកម្លែកគឺមានប៉ុណ្ណឹងទេសង្ឃឹមថាបងប្អូនអរគ្នានឹងយល់តាមទាន់ហើយនឹងចូលចិត្តការចែកម្លែកអរគុណចុងក្រោយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអរគុណជម្រាបលាបងប្អូនបាយបាយ